ចាសូមជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាដែលតែងតែទំនាក់ទំនងនិងតាក់ទងមកខ្ញុំពាក់ព័ន្ធជាមួយនឹងការប្រឡងពលករជំនាញកម្រិត2នៅក្នុងប្រទេសជប៉ុនណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលដាក់ពាក្យតាមខ្ញុំគឺខ្ញុំតែងតែផ្ញើវីដេអូក៏ដូចជាឲ្យ password និងឲ្យលេខ ID ហើយនឹងបង្រៀនគាត់ពីរបៀបឆែកមើលលទ្ធផលប្រឡងក៏ដូចជារបៀបចូលទៅដកប្រកាន់ដៃប្រឡងពីក្នុង website មកអញ្ចឹងណាបងប្អូនតែសម្រាប់អ្នកដែលគាត់អត់បានដាក់ពាក្យតាមរយៈខ្ញុំទេដូចជាបងស្រីម្នាក់នេះគឺគាត់ឆាតមកសួរខ្ញុំថាបងបើសិនជាគាត់តែពឹងឲ្យបងចូលទៅឆែកមើលលទ្ធផលប្រឡងតើបងគិតថ្លៃសេវាប៉ុន្មានអញ្ចឹងណាសូមបងជួយចូលទៅឆែកឲ្យខ្ញុំអីផងអញ្ចឹងណាសម្រាប់ខ្ញុំទទួលដាក់ពាក្យហើយនឹងខ្ញុំទទួលចូលឆែកសម្រាប់តែអ្នកដែលដាក់ពាក្យតាមរយៈខ្ញុំទេបើសិនជាពួកគាត់អត់ចេះឆែកលទ្ធផលប្រឡងខ្លួនឯងទេគឺខ្ញុំឲ្យគាត់គឺខ្ញុំឆែកឲ្យគាត់បើសិនខ្ញុំបរៀនគាត់ហើយគាត់នៅតែអត់ចេះចឹងណាអញ្ចឹងខ្ញុំជួយឆែកឲ្យគាត់តែសម្រាប់បងប្អូនដែលគាត់បានដាក់ពាក្យប្រឡងតាមខ្ញុំទេគឺខ្ញុំផ្ញើវីដេអូទៅឲ្យគាត់រៀនឆែកខ្លួនឯងតែម្ដងអញ្ចឹងវីដេអូនេះក៏ជាសារទៅកាន់បងប្អូនដែលគាត់សមាគមឬក៏ខាងក្រុមហ៊ុនដាក់ពាក្យប្រឡងឲ្យគាត់ហើយឬក៏គាត់ពឹងអ្នកណាគេផ្សេងដើម្បីដាក់ពាក្យឲ្យគាត់ហើយប៉ុន្តែគាត់អត់ចេះចូលឆែកលទ្ធផលប្រឡងឬក៏ការឆែកមានការពិបាកអីចឹងសូមផ្ញើវីដេអូនេះទៅកាន់ពួកគាត់ចឹងណាចឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់ហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចូលទៅកាន់ Google បងប្អូនទូរស័ព្ទបងប្អូនត្រូវតែចូលទៅកាន់ Google ហើយបន្ទាប់មកបងប្អូនចូលទៅវាយពាក្យថាតុកតេនីហ្គោណូក្យោស៊ីកែនmondaiចឹងណាបងប្អូនតើបងប្អូន scroll ទៅក្រោមទៅបងប្អូននឹងឃើញពាក្យថា promo sticker ហ្នឹងតុកតេហ្នឹងនីហ្គោហ្នឹងហើយបងប្អូននឹងឃើញអក្រង់អញ្ចឹងបងប្អូនចុចកន្លែង rock in yoyaku henko បងប្អូនអញ្ចឹងសម្រាប់យើងចូលទៅឆែកឬក៏ចូលទៅកែព័ត៌មានអីចឹងណាគឺយើងចុចអាពណ៌ខៀវនៅកណ្ដាលមកពួកខាងលើអានោះគឺជារបៀបឲ្យចុះឈ្មោះឯអាខាងក្រោមនេះទៅជារបៀបឲ្យយើងចូលទៅកែប្រែឬក៏យើងចូលទៅsearchប្រកាន់ដៃប្រឡងឬក៏ឆែកឲ្យគេហៅថាលទ្ធផលប្រឡងចឹងណាអញ្ចឹងចូលមកដល់អេក្រង់នេះគឺគេដាក់ឲ្យបងប្អូនដាក់ JP ដែលជាលេខ ID របស់បងប្អូនដែលបងប្អូនបានចុះឈ្មោះហ្នឹងបន្ទាប់មកបងប្អូនឃើញខាងក្រោមគឺយើងដាក់ password ទៅសម្រាប់ password គឺពេលដែលបងប្អូនចុះឈ្មោះឬក៏ចូលទៅយកទៅធ្វើ ID ហ្នឹងគឺបងប្អូនតែងតែដាក់ password ហើយបើអត់ដាក់ទេគឺបងប្អូនចុះអត់បានសម្រាប់ចឹងណាបន្ទាប់មកបងប្អូនចុចអាពណ៌ Q ដែលគេដាក់ថា rock in ណាបងប្អូនពេលដែលបងប្អូនចុចទៅដល់ rock in ហ្នឹងវានឹងលោតចេញអក្រង់បែបហ្នឹងអញ្ចឹងណាអញ្ចឹងនៅពេលដែលចេញអក្រង់បែបហ្នឹងមកគឺបងប្អូនចុចពាក្យថាកាក់គនិនយើងអត់ចុចពាក្យថា henko ប៉ុន្តែបើក្នុងករណីបងប្អូនចុចទៅកែប្រែព័ត៌មានក៏បងប្អូនចុច henko បានតែបើសិនជាបងប្អូនមិនកែប្រែព័ត៌មានទេបងប្អូនចុចកាក់គនិនទៅបងប្អូនអាប៊ូតុងអា Q ខាងលើមិន Q ខាងក្រោមទេអញ្ចឹងពេលដែលបងប្អូនចុចអា Q ខាងលើបងប្អូននឹងឃើញហើយគេសូមឲ្យយើងមិនថាតែប្រកាន់ដៃប្រឡងឬក៏លទ្ធផលប្រឡងទេគឺវាចេញមកអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា